មានលក្ខណៈថាដោយប្រើថ្នាំពីក្រោមដើម្បីទ្រណាមានសសរមានថ្នាំអីហ្នឹងបងប្អូនមើលក្នុងរូបភាពនេះមកហើយពាក្យ beam មានន័យថាថ្នាំអញ្ចឹង beam bridge ស្ពានដែលប្រើថ្នាំអូខេអញ្ចឹងយើងឃើញមានស្ពាន3ប្រភេទហ្នឹងនៅក្នុងអត្ថបទយើងនេះណាsuspended bridge ស្ពានដែលថាស្ពានខ្សែកាបarch bridge ស្ពានដែលមានរាងដូចធ្នូ beam bridges មានន័យថាស្ពានដែលប្រើថ្នាំពីក្រោមណាអូខេពាក្យទៀតដែលយើងត្រូវចេះមាន steel មានន័យថាដែកថែប steel concrete ហ្នឹងគឺស៊ីម៉ង់សំដៅលើការចាក់ស៊ីម៉ង់ធ្វើស្ពានហ្នឹងហើយពាក្យ build ហ្នឹងគឺសាងសង់ build ត្រូវបានសាងសង់គេសេជា passive present passive build ត្រូវបានសាងសង់មានន័យថា verb to be ប្រវត្តិកន្លងទី3 wood ប្រែថាឈើហើយពាក្យ stone គឺមានន័យថាថ្មអូខេតោះឥឡូវយើងប្រែអត្ថបទនេះគេដាក់ថាម៉េច they come in many shapes ពួកវាធ្វើមកមានរូបរាងជាច្រើនអញ្ចឹងពាក្យ they ពួកវានេះគឺសំដៅលើ bridges សំដៅលើស្ពាន come in many shapes មានន័យថាដែលត្រូវបានគេធ្វើមកនោះគឺមានរូបរាងច្រើន and size ហើយនឹងទំហំมันក៏ច្រើនដែរអូខេអញ្ចឹងពាក្យ many នេះវា modify ឲ្យពាក្យ shape ហើយនឹង size អញ្ចឹងមានន័យថា they come in ពួកវាមានធ្វើមកមានអីគេរូបរាងនិងទំហំច្រើនផ្សេងៗគ្នាអញ្ចឹងណា such as ដូចជា suspension bridge ស្ពានខ្សែកាប arch bridges ស្ពានធ្នូស្ពានហ្នឹងមានតែដូចធ្នូអញ្ចឹង